ថ្ងៃនេះមកបង្ហាញបងប្អូនពីការវិចសៀវដោយប្រើពុម្ពបងប្អូនហើយពុម្ពនេះគឺຂະຫນាតធំដល់ទៅ 12cm ຂະຫນាតនេះខ្ញុំលក់តែ 11cm និង 9cm ទេអញ្ចឹងបងប្អូនយកຂະຫນាត 11cm ឬ 9cm ល្មមអានេះ 12cm វាធំជាងតិចហ្នឹងហើយខ្ញុំសរេងចេះឲ្យមើលឃើញខាងក្រោមនេះខ្ញុំបង្ហាញពីការវិចយើងវិចវាមានច្រើនប្រភេទបងប្អូនចូលចិត្ត style មួយណាវិចមួយនឹងទៅហ្នឹងហើយដំបូងនេះខ្ញុំបង្ហាញពីការវិចបែបនេះសិនទៅមកយើងបិទវាចេះខ្ចប់វាណែនទៅប៉ុណ្ណឹងមកហើយយើងលាបជាមួយនឹងពងមាន់ហើយយើងហូនវាចឹងមកបងប្អូននេះហើយណាចឹងមកហើយបាត់ហើយយើងមកធ្វើទី2ម៉ូតទី2បងប្អូនគិតថាម៉ូតមួយណាស្រួលជាងបងប្អូនធ្វើរបៀបហ្នឹងទៅខ្ញុំបង្ហាញ3របៀបបិទវាមកមកយើងហុំដោយនេះបងប្អូនហុំចឹងមកក៏វាប្រយ៉ាងហើយលាបជាមួយទឹកពងមាន់ទីវាសពល្អទៅហើយយើងរុញវាយកនេះម៉ូតទី2ម៉ូតទី2នឹងតបតំណវាស្អាតតែចឹងខ្លាចវាស្អាតទេហើយខ្ញុំបង្ហាញម៉ូតទៀតស្រៀងម៉ូតមិនដែរគ្រាន់តែមួយយើងបត់ឆ្វេងស្ដាំមុនបត់វាឆ្វេងស្ដាំហើយយើងខ្ចប់ចេះវិញស្កប់វាណែនហើយចាំមូបានប៉ុណ្ណឹងហើយយើងលាបពងឲ្យសព្វល្អនេះហូនវាយកបង្ហាញម៉ូតមួយទៀតបងប្អូនគិតថាម៉ូតមួយណាស្រួលបងប្អូនធ្វើមួយហ្នឹងទៅនេះយើងយកនេះបិទមុនហើយទៅមកបិទបងប្អូនឆ្លាញ់ម៉ូតមួយណាធ្វើម៉ូតមួយហ្នឹងទៅ